រដ្ឋអាមេរិកបានបើកប្រតិបត្តិការយោធាដ៏គួរឲ្យភ្ញាក់ផ្អើលវាយប្រហារប្រទេសវេណេស៊ុយអេឡាមុនពេលថ្ងៃរះនៅថ្ងៃទី3ខែមករាឆ្នាំ2026បំផ្ទុះទីតាំងជាច្រើននៅទូទាំងទីក្រុងការ៉ាកាសចាប់បានលោកប្រធានាធិបតីនីកូឡាស់ម៉ាដូរ៉ូនិងភរិយារបស់លោកចន្លោះម៉ោងប្រហែល2ព្រឹកដល់ម៉ោង5ព្រឹកម៉ោងក្នុងស្រុកយន្តហោះចម្បាំងរបស់អាមេរិកនិងសភាវុធបាញ់ប្លង់គ្រប់ត្រូលជាច្រើនបានវាយប្រហារកំទេចទីតាំងការពារដែនអាកាសវិជ្ជាមណ្ឌលបញ្ជាការនិងមូលដ្ឋានយោធានៅជុំវិញទីក្រុងការ៉ាកាសនិងក្រុងឆ្នេរសមុទ្រដែលនៅក្បែរនោះនេះបើយន្តទៅតាមការចេញផ្សាយរបស់សារព័ត៌មានអន្តរជាតិនានារួមទាំង The Times of India សំលេងផ្ទុះលាន់ក៏ក្រៅអាកាសកាត់ផ្ដាច់ចរន្តអគ្គិសនីស្ទើរតែទូទាំងទីក្រុងយន្តហោះចម្បាំងហោះទាបប្រឆាំងអគារពាណិជ្ជកម្មនិងបញ្ជាការយោធារំខានទៅដល់ប្រព័ន្ធទំនាក់ទំនងបង្ខំឲ្យអាជ្ញាធរវេណេស៊ុយអេឡាប្រកាសដាក់ប្រទេសនៅក្នុងភាពអាសន្នជាបន្ទាន់លោកដូណាល់ត្រាំប្រធានាធិបតីសហរដ្ឋអាមេរិកបានហៅប្រតិបត្តិការនេះថាជាការវាយប្រហារទ្រង់ទ្រីធំដ៏ជោគជ័យប្រឆាំងប្រទេសវេណេស៊ុយអេឡាលោកត្រាំបានឲ្យដឹងទៀតថាប្រធានាធិបតីវេណេស៊ុយអេឡាលោកម៉ាដូរ៉ូនិងភរិយារបស់លោកត្រូវបានចាប់ខ្លួននិងនិរទេសចេញពីប្រទេសគូសម្គាល់ថាសហរដ្ឋអាមេរិកតែងចោទប្រកាន់លោកប្រធានាធិបតីម៉ាដូរ៉ូអស់រយៈពេលជាច្រើនឆ្នាំមកហើយថាបានក្លែងបន្លំសន្លឹកឆ្នោតបង្ក្រាបក្រុមគណបកប្រឆាំងនិងប្រែក្លាយប្រទេសនេះទៅជាមជ្ឈមណ្ឌលសម្រាប់ការជួញដូរគ្រឿងញៀននិងបង្កអស្ថិរភាពក្នុងតំបន់អាមេរិកថាទណ្ឌកម្មនិងចំណាត់ការការទូតបានបរាជ័យមុនឈានទៅដល់ការវាយប្រហារនេះទីក្រុងការ៉ាកាសបានបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់របស់សហរដ្ឋអាមេរិកដោយហៅការវាយប្រហារនេះថាជាទង្វើឈ្លានពានខុសច្បាប់មកដល់ពេលនេះមិនទាន់មានការបញ្ជាក់ពីកន្លែងដែលលោកម៉ាដូរ៉ូនិងភរិយារបស់លោកត្រូវបាននាំខ្លួនទៅនោះទេហើយក៏មិនទាន់មានអង្គភាពណាបញ្ជាក់ពីតួលេខអ្នកស្លាប់អ្នករបួសអ្នកដែលត្រូវចាប់ខ្លួននិងថាតើប្រតិបត្តិការនេះបានបញ្ចប់ហើយឬក៏នៅដែរមន្ទីរបញ្ចកោណមិនទាន់ផ្ដល់ព័ត៌មានលម្អិតអំពីផែនការវាយប្រហារនេះនៅឡើយខ្ញុំរស់សុធាពី News Today NTTV